ទេសមួយហ្នឹងវាទៅមុខរបៀបមិនសង្គមមួយហ្នឹងវាអភិវឌ្ឍរបៀបមិនបើធនធានយើងសត្វតែអ្នកធ្វើ content ខ្ញុំឃើញឥឡូវដែរអញ្ចឹងគឺយើងប្រើ AI ដើម្បីធ្វើជាចម្រៀងហើយយើង promote ពីអីមួយឲ្យវាមើលទៅធំដុំណាខ្ញុំមើលទៅមានអារម្មណ៍ថាវាអត់គួរធ្វើអញ្ចឹងទេ AI យើងចូលទៅមើលទៅយើងអត់ដឹងតួណាគេយើងអត់ដឹងថាក្រុមការងារណាគេយើងអត់ដឹងថារឿងហ្នឹងចេញពីណាយើងមើលទៅយើង this nothing យើងមើលទៅ okay that's cool but what អ្នកទាំងអស់នេះមានការចាប់អារម្មណ៍និងជជែកសួរនាំជាច្រើនអំពី video animation AI ថ្មីមួយរបស់សិល្បករខ្មែរផ្នែក visual effect ដ៏មានទេពកោសល្យម្នាក់ Yeah, man. Yeah. Now they can talk. That's crazy, man. Life is hard, man. You know, sometimes having a job isn't easy. We barely earn enough sometime. Not every cat has a job. Some is looking for a job. Work, but still can't afford shit. Yeah, man, I know. They don't need to work, man. We can feed them, right? Yeah, we all can feed them. There's no point to leave home like this and talk our phone every night. This is unacceptable, man. They should believe in us. Believe in human. Don't make me laugh. Work. They will never understand us. ចង់ដឹងអំពីជំរឿបេះដូងក៏ដូចជាមូលហេតុមួយចំនួនដែលជំរុញរូបគាត់ឲ្យបង្កើតវីដេអូមួយនេះឡើងថ្ងៃនេះខ្ញុំបានណាត់ជួបគាត់នៅទីតាំងមួយកន្លែងអញ្ចឹងកុំឲ្យខាត់ពេលយូរតោះទៅជួបគាត់ឥឡូវសួស្ដីលំហេងបាទសួស្ដីបាទជំរាបសួរបាទហើយមកដល់យូរហើយមកស្ទុះដែរបងនិយាយពីការជួបគ្នាវិញភាគច្រើនតែតាម Facebook ឯងខ្ញុំឃើញដូចរវល់ច្រើនបាទមួយរយៈហ្នឹងរវល់ច្រើនគួរសមដែរបាទហើយអរគុណមែនតើថ្ងៃនេះបានជួបគ្នាផ្ទាល់ខ្ញុំគិតថាដោយសារវីដេអូមួយដែលលំហេងបង្កើតដោយការប្រើ AI ហើយទៅទៀតយើងនឹងចូលនិយាយអំពីវីដេអូមួយនេះប៉ុន្តែដំបូងចង់ឲ្យលំហេងណែនាំខ្លួនបន្តិចទៅដល់បងប្អូនដែលគាត់កំពុងមើលវីដេអូបាទសួស្ដីទាំងអស់គ្នាខ្ញុំឈ្មោះលឹមហេងឈ្មោះក្រៅហៅ Will សប្តាហ៍ខ្ញុំគឺជាអ្នកដឹកនាំកុនហើយធ្វើ sport ប្រជាកម្មអរគុណច្រើនអញ្ចឹងខ្ញុំគិតថាសំណួរដំបូងដែលទាំងខ្ញុំហើយនិងបងប្អូនមួយចំនួនដែលគាត់មាននោះគឺចង់ដឹងថាតើវីដេអូមួយនេះនិយាយអំពីអ្វីហើយអ្វីទៅដែលជំរុញឲ្យលំហេងសម្រេចចិត្តក្នុងការបង្កើតវីដេអូនឹងចេញមកចំពោះវីដេអូខ្លីហ្នឹងតាមពិតទៅខ្ញុំបង្កើតឡើងសម្រាប់កម្មវិធី Cambodia International Film Festival ដែលហៅកាត់ថា SIF ហ្នឹងហើយវីដេអូហ្នឹងខ្ញុំចាក់នៅក្នុង panel discussion ដែលគេនិយាយអំពី AI នៅក្នុង cinema ហៅថាតើ in the future AI នៅក្នុង cinema វា play role របៀបម៉េចអញ្ចឹងខ្ញុំក៏តេស្តលេងអញ្ចឹងទៅហើយ AI ដែលខ្ញុំប្រើហ្នឹងគឺវាមិនមែនជា AI ដែលយើង subscribe ទេយើងគ្រាន់តែហៅថាយើង install locally ក្នុងម៉ាស៊ីនរបស់យើងហើយយើងអាច generate វាដោយអត់ហៅថាអស់ credit ណាអញ្ចឹងយើងអាច generate អីក៏បានដែរអញ្ចឹងខ្ញុំចេះតែ generate លេងទៅហើយខ្ញុំចេះតែគិតថាចុះបើសិនជាយើង find one topic ហើយ make a short ដែលវាមានអត្ថន័យយើងដឹងហើយថាការងារយើងមានសម្ពាធមាន pressure ច្រើនអញ្ចឹងខ្ញុំគិតថាយើងយកជាសត្វវិញតំណាងជាតួមនុស្សហើយដើម្បីឲ្យ complain ពីជីវិតរាល់ថ្ងៃធ្វើការរបៀបមិនអីអញ្ចឹងទៅវាក្នុងន័យកំ pl ែងទេប៉ុន្តែអត្ថន័យវាក៏វាមែនតែនដែរអញ្ចឹងណាហើយខ្ញុំធ្វើហ្នឹងគឺវា surprise ដែរដែលថាយើងអាច generate មកវា realistic ទាំងសត្វទាំង movement ខ្ញុំ surprise ដែរថាឥឡូវ AI ក្នុងរយៈពេលតែ3ឆ្នាំជាងវាវិវត្តដល់ចំណុចហ្នឹងហើយខ្ញុំមើលឃើញថា the possibility របស់វាហ្នឹងគឺវាអាចសាហាវជាងនឹងទៅមុខច្រើនតទៅទៀតអញ្ចឹងគាត់ថាវាជា topic មួយដែលយើងគួរតែនាំគ្នា raise it up ហើយយើង bring awareness ថាឥឡូវហ្នឹងគឺបច្ចេកវិទ្យាដើរដល់ចំណុចនេះអញ្ចឹងយើងគួរតែប្រយ័ត្នហើយយើងគួរប្រើប្រាស់វាដោយទំនួលខុសត្រូវអរគុណលំហេងមុនហ្នឹងលំហេងនិយាយប្រើឃ្លាមួយថាកាន់តែសាហាវ
ចាប់អារម្មណ៍លំហែកអាចនិយាយបន្ថែមទៅទៀតបានថាត្រង់ clear នេះតើវាសាហាវបែបណាហើយអ្នកដែលប្រើប្រាស់ជាពិសេសយុវជនយើងដែលគាត់កំពុងតែប្រើប្រាស់បណ្ដាញសង្គមខ្លាំងក្លាមែនទែនហើយអាចទៅដល់អ្នកដែលធ្វើការនៅក្នុងវិស័យទាំងផលិតភាពយន្តទាំងផលិតវីដេអូ content ទាំងអ្នកផលិតចម្រៀងផងដែរ ចំពោះខ្ញុំមើលទៅគឺវាលក្ខណៈថាវាជាហានិភ័យមួយដែរសម្រាប់អ្នកដែលបង្កើតអ្នកដែលជាគេថា creator in general ទាំង music ទាំង visual ព្រោះថា AI ហ្នឹងគឺបើនិយាយខ្លីទៅខ្ញុំមានពី3ម៉ាត់សម្រាប់បើថាវិនិច្ឆ័យទៅលើ AI ហ្នឹងគឺវាហៅថាវាទី1ហ្នឹងគឺវាអត់មាន originality ទី2វាអត់មាន identity ទេវាអត់បង្ហាញ represent អីគេវាគ្រាន់តែ is a mix of everything ហើយទី3ហ្នឹងខ្ញុំគិតថាវានឹង hurt the full economy អញ្ចឹងខ្ញុំនិយាយថាទី1ហ្នឹងថាវាអត់ originality ហ្នឹងមានន័យថា AI គឺវាយក data ពី everywhere ដើម្បី construct ហ្នឹងឲ្យ happen អញ្ចឹងគឺមានន័យថាដែលយើងឃើញបច្ចុប្បន្នគឺ example ថា AI ដែល model ដែលខ្លាំងជាងគេហ្នឹងរបស់ Citizen 2.0 របស់ចិនហ្នឹងគឺវាសាហាវខ្លាំងដល់ថ្នាក់ថាវាអាច recreate Hollywood scene ឬមួយក៏ any physical explosion physics របស់មនុស្សវាយគ្នាទៅវា realistic ខ្លាំងមែនតើដល់ថ្នាក់ថាគេល្បី clip មួយដែល Brad Pitt ជាមួយនឹង Tom Cruise វាយគ្នាហ្នឹងដែលវាមានជា backlash ទៅខាងស្រុកគេដែលគេថាជាប់ copyright អញ្ចឹងគឺ everything ដែល AI បង្កើតហ្នឹងគឺវា original គឺវាយកពីគេមកទាំងអស់ហើយចំពោះចំណុចទី2ដែលនិយាយថាអត់មាន identity ហ្នឹងមានន័យថាគឺវានឹង mix of ហៅថាវាយក data ពីគេគ្រប់គ្នាមកបង្កើតមកអញ្ចឹងគឺមានថាអត់មានអីជា represent ថាជាអីឲ្យប្រកាសឲ្យមួយទេអញ្ចឹងខ្ញុំគិតថាអាហ្នឹងវាគ្រោះថ្នាក់ដោយសារថាវាអាចបន្លំវាអាចធ្វើនេះធ្វើនោះបាន example ថាin the future តទៅទៀតទៅគេបង្កើតវាយខាងកៅអៅឬមកក៏ទម្រង់ណាមួយរបស់ខ្មែរមួយទៅតែដល់ពេលធ្វើមកវាលាយឡំជាមួយនឹងសិល្បៈអាតរបស់គេផ្សេងចូលគ្នាអញ្ចឹងណាអញ្ចឹងវាមើលទៅវាអាចកៅថាវា lose identity ថាហ្នឹងជារបស់នរណាគេហ្នឹងជាអីប្រកាសអញ្ចឹងណាហើយដល់ខ្ញុំនិយាយចំណុចទី3ថាវា hurt the whole economy ហ្នឹងគឺមានន័យថា lots of people will lose job ហើយនិយាយបានថាឥឡូវយើងនិយាយទៅផ្នែកធ្វើមេតិកាធ្វើកុនមួយអីចឹងចុះយើងធ្វើកុនមួយយើងត្រូវការក្រុមការងារច្រើនឥឡូវយើងនិយាយថា on set on post production on set យើងមាន30-40នាក់ធ្វើការងារអញ្ចឹង30-40នាក់ហ្នឹងគឺអត់ការងារហ្មងបាទអញ្ចឹងដែលយើងធ្លាប់មាន cameraman យើងត្រូវមាន lighting crew យើងត្រូវមាន prop ត្រូវមាន costume make up tour បាទអញ្ចឹងពួកគាត់ទាំងអស់ហ្នឹងមិនអត់ការងារធ្វើវាជាបញ្ហានៅក្នុងសេដ្ឋកិច្ចរបស់យើងនៅគ្នាហើយនៅក្នុង post production គឺហានិភ័យខ្លាំងណាស់អ្នកដែលអត់ការងារធ្វើហើយឥឡូវហ្នឹងគឺវាអស់មកទៅហើយមានន័យថាវាអត់មានដំណោះស្រាយតែយើងគួរធ្វើមិនយើងគួរបង្ការរបៀបមិនអញ្ចឹងណាខ្ញុំចង់ដឹងតើសម្រាប់លំហេងឲ្យនិយមន័យបែបណាអំពីថាតើអ្វីទៅជាសិល្បៈនៅក្នុងអាជីពផលលំហេងផ្ទាល់ឬក៏អ្វីដែលយល់ឃើញទូទៅពាក្យថាសិល្បៈវាមានអត្ថន័យទូលំទូលាយយើងអាចនិយាយត្រឹម10នាទីនឹងចប់ពេលវា small than that តែបើសិននិយាយខ្លីទៅចំពោះខ្ញុំសិល្បៈគឺវាមានទម្រង់បែបដែលថាវា touching អារម្មណ៍របស់មនុស្សវា connect in that level ហ្មងអារម្មណ៍ soul ឯហ្នឹងព្រោះវាមិននិយាយថាព្រោះអារបស់ដែលមើលឃើញហ្នឹងយើង connect អ្នកកើតអញ្ចឹងសិល្បៈហ្នឹងគឺយើងបង្កើតសិល្បៈទាំងអស់គឺគេថាទាំងកុនទាំងរូបភាពទាំងសម្លេងយើងស្ដាប់ទៅយើង feel it យើងមានកម្លាំងយើងមានអារម្មណ៍ឬមកក៏យើងមានគេថាឆន្ទៈអីមួយអាហ្នឹងគឺជា power របស់សិល្បៈហ្នឹងឯងមិនមែនថាសិល្បៈយើងធ្វើឲ្យទៅរូបស្អាតយើង design ស្អាតរឿង top ប្លង់លយឬមកក៏មិនលយវា but there's nothing connected in that level វា useless ចំពោះខ្ញុំណាហើយបើផ្នែកខ្ញុំវាច្រើនផ្ដោតទៅលើរូបភាពអញ្ចឹងគាត់ថា each រូបភាពឬមួយក៏ content ណាមួយវាមើលទៅវាអាច trigger emotion របស់យើងហ្នឹងដូចគ្នាយើង framing ឬមកក៏យើង camera movement យើងមកយើង tell story ហ្នឹងដែរដូចគ្នាវាថា when to use camera movement ហ្នឹង when to use static ឬមកក៏ camera transition or whatever ទាំងអស់ហ្នឹងខ្ញុំគិតថាវាគួរតែមាន purpose ព្រោះទាំងអស់ជាសិល្បៈឯងតែខ្ញុំនិយាយទាំងអស់ហ្នឹងគឺធ្វើមួយដែលវាមាន purpose ដែលវាមានដល់គេហៅថា level of connection in
emotion soul របស់មនុស្សយើងអញ្ចឹងណាបើសិន compare ទៅលើ AI វិញ AI ខ្ញុំជឿថាថ្ងៃក្រោយវានឹងមាន two category របស់រឿង AI នៅហងកុននិងរឿងមកមនុស្សហងកុនហ្នឹងហើយដល់ពេល AI យើងចូលទៅមើលទៅយើងអត់ដឹងតួណាគេយើងអត់ដឹងថាក្រុមការងារណាគេយើងអត់ដឹងថារឿងហ្នឹងជីងពីណាយើងមើលទៅយើង this nothing យើងមើលទៅ okay that's cool but what យើងចង់សួរក្រុមការងារថាអូ shot ហ្នឹងគេថតមិនពេលហ្នឹងអូថៃបានឯងគិតថាថតកាមេរ៉ា movement lighting ឬក៏សាច់រឿងបែបហ្នឹង we have nobody to ask question and you miss that opportunity miss that point and also តួ have no story to tell មានន័យថាក្នុងរឿងផ្សេងក្រៅរឿងផ្សេងទៀតមានន័យថាបើសិនជាតួនឹងដូចខ្ញុំថតទឹកបូកូដែលមានម្នាក់មេកាឡាចងលើកសានលើភ្នំបូកូថតហ្នឹងណាតួគាត់មានសាច់រឿង behind the scene គាត់នឹងប្រាប់តនេះថាអូ on set ហ្នឹងគាត់ experience ចេះគាត់ experience ចោល there is គេហៅថា word of mouth of story ដែលវាជា original គេហៅថាឬក៏គេហៅស្អីគេ root of storytelling ណាគឺពីដើមអត់មានកនគេនិយាយតនេះរឿងហ្នឹង so all the experience យើងអត់មាននៅក្នុង AI film ទេ you miss អាទាំងអស់ experience yeah I think in short សម្រាប់ប្រជាជនខ្មែរយើងទូទៅដែលគាត់អាចនឹង consume ច្រើននៅប្រភេទមាតិកានៅលើបណ្ដាញសង្គមក្តីមាតិកាពីអ្នកផលិតភាពយន្តបញ្ចាំងតាមកុនក្តីតាម streaming platform ក្តីតើវាមើលឃើញថាអ្វីទៅដែលជាសារសំខាន់ដែលវាចង់ផ្ញើទៅកាន់ពួកគាត់ខ្ញុំគិតថានៅស្រុកខ្មែរយើងអ្នកដែលបង្កើត AI content នឹងវាច្រើនយកតែមែនតើហ្មងហើយសួរថានៅក្នុង content ដែលគាត់បង្កើតនីមួយៗតើវាជាអត្តពលអីខ្លះវាឲ្យអីខ្លះមកយើងវិញហ្នឹងខ្ញុំគិតថាវាអត់សូវមានអីជាដងកំភួនទេក្រៅពីគាត់បាន monetization បានលុយពី Facebook YouTube TikTok ទៅវិញហ្នឹងឯងអញ្ចឹងគាត់ចេះធ្វើទៅឲ្យតែបានតែគេថា catch attention អ្នកមើលគាត់ generate ទៅហើយអញ្ចឹង example ដែលយើងឃើញមានឆ្មាផ្ទះកភ្លៀងគ្នាឬមួយក៏ក្មេងហក់ចាប់កពើមួយស្អីហ្នឹង like all of that nonsense ហ្នឹងគឺដើម្បីតែ view បាទអញ្ចឹងវាអ្នកមើលវាcontent ដែលបង្កើតតទៅទៀតហ្នឹងគឺវាអត់ប្រយោជន៍វាមើលទៅវាច្រើនហើយថ្ងៃក្រោយវាកាន់តែច្រើនជាបន្តទៀតវាវល់ច្រើនពេកទៅយើងបាត់អា content ដែលមានប្រយោជន៍អស់លេងអ្នកដែលធ្វើ content មានប្រយោជន៍ top មែនតើនិយាយមែនតើវាទៅជាវាអត់នៅក្នុង algorithm នៃអា trending ហ្នឹងវាទៅ trending ពួកអាហ្នឹងវិញវាអ្នកមើលទៅវា watch the point យើងមើលល្អសោតចប់មើលល្អសោតចប់អញ្ចឹងបាទអញ្ចឹងយើងសម័យថាទៅថ្ងៃក្រោយតទៀតតើយើងរំពឹងអីគេព្រោះ the purpose ដែលយើងបង្កើតរាល់ថ្ងៃដែលយើងធ្វើ content យើងធ្វើ content អីនឹងសិតតែមានអត្ថន័យក្នុងនឹងអត្ថន័យអប់រំឬមួយក៏យើងចង់បង្ហាញពីអីមួយ message អីមួយឲ្យវាច្បាស់លាស់ទៅចំ specific target audience អញ្ចឹងទៅអាហ្នឹងគឺជា a way of ហៅថា art form របស់ហ្នឹងដើម្បីយើង deliver message ឬមួយក៏យើងអាចបណ្ដោះបណ្ដាលតទៅហៅថាផ្នត់គំនិតល្អតទៅមុខណាបាទដល់ពេលអញ្ចឹងទៅវានឹងបាត់ហើយយូរទៅយើងមើលតែ AI content ហ្នឹងដែរអញ្ចឹងវាចូលកលៈមកគេហៅថាដូចសម័យកាលពីមុនហ្នឹងគេហៅថា industrial revolution ហ្នឹងគេថាពេលដែលបច្ចេកវិទ្យាចូលមកមនុស្សខ្លះដែលប្រឆាំងនឹងអាហ្នឹងនឹង out of the job ហើយអ្នកណាដែល adapt អ្នកណាដែល go along with it នឹងរស់ទៅតទៅទៀតអញ្ចឹងបាទហើយដល់ពេលអញ្ចឹងទៅអា content ហ្នឹងវានឹងបង្កើតទៅជាគេថា is a job មួយ everyone នឹងថាអូខ្ញុំចុចតែ AI content ខ្ញុំរកលុយបាន$1000គេអួតពេញហ្នឹងអញ្ចឹងណាហើយដល់ពេលយូរទៅយើងសម័យថាមកប្រទេសមួយអញ្ចឹងណាអស់មានអ្នកដែលគេហៅថាចេះ skill ពិតប្រាកដណាអស់អ្នកដែលអស់ជាគ្រូពេទ្យអស់អ្នកដែលជា doctor ជាគ្រូបង្រៀនជាអ្នកសាងសង់ឬមួយក៏ជាអ្នកគូសរូបអ្នកច្រៀងអីមែនតើវាអស់លេងវាទៅតែសបោតែអ្នកធ្វើ content បាទយើងគិតថាប្រទេសមួយហ្នឹងវាទៅមុខរបៀបម៉េចសង្គមមួយហ្នឹងវាអភិវឌ្ឍរបៀបម៉េចបើធនធានយើងសិតតែអ្នកធ្វើ content ឥឡូវហ្នឹងដូចបើសិនជានៅចិនណាគេចាប់ផ្ដើមចេញជា regulation ចេញជា restriction rule មួយមានន័យថាយើងអត់អាចយកមុខ real person to generate anything ទេហើយគេក៏បង្កើតជា rule មួយចំនួនដែរដែលថាធ្វើតែមាន watermark តែមានអីព្រោះទាំងអស់ហ្នឹងគឺសិតតែជាអ្វីមួយដែលគេ prevent ទៅថ្ងៃណាគាត់ថ្ងៃក្រោយទៅថាអូយូរទៅបើសិនយើង let it free let everyone do it for free like ស្រួលពេកទៅគឺscammer ឬមួយក៏ video បោក
video call បោកឬមកក៏ everything that relate ជាមួយនឹង technology វាវល់ វល់ អញ្ចឹងវាពិបាកវាធ្វើឲ្យសង្គមមួយហ្នឹងគឺវាចូលច្បល់អញ្ចឹងណាហើយនៅខ្មែរយើងហ្នឹងខ្ញុំគិតថាអត់តន់មានណាគេនិយាយពីហ្នឹងទេហើយខ្ញុំគិតថាវាជាឱកាសល្អមួយដែលយើងគួរតែ bring it up ហើយ let everyone know ថាព្រោះពីចឹងចាស់ហ្នឹងបោកច្រើនបាទយើងគួរតែមានគេហៅថាប្រាក់ AI ហ្នឹងក្នុងទម្រង់ណាមួយដែលខ្ញុំធ្លាប់ discuss នៅក្នុង panel discussion នៅកម្មវិធី Safe ហ្នឹងខ្ញុំនិយាយថា maybe យើងប្រាក់ AI ហ្នឹងក្នុងទម្រង់លក្ខណៈថាបើសិនជាយើងជា company ឬមកជា individual ណាមួយយើងបង្កើតជា entertainment maybe you should do it a proof concept យើង do it ប៉ុន្តែបើសិនជាយើងធ្វើវាដើម្បី make a proper profit ខ្ញុំគិតថាយើងគួរតែកាត់ឡើងវិញបន្តិចព្រោះយើងចំណេញ yes ប៉ុន្តែយើងនឹងគេថាយើងដុតស្ពានចោលអញ្ចឹងយើង kill the future of our human resource ទៅមុខទៀតអញ្ចឹងណាហើយដូចពួក SME អីខ្ញុំគិតថាបើសិនក្រុមហ៊ុនគាត់ទៅបង្កើតអូខេគាត់ប្រើចោះ in a way មួយដែលថាឲ្យគាត់ក្រុមហ៊ុនគាត់ grow stable គាត់ចាប់ផ្ដើម do it properly កុំឲ្យ AI នៅមុខពេកឲ្យ AI នឹងវាមក second or third place ដើម្បី run អាហ្នឹងវិញអញ្ចឹងណាហើយបើសិនជាក្រុមហ៊ុនធំយកហ្មងខ្ញុំគិតថាបើមិនប្រើហ្មងកាន់តែល្អហេតុអីខ្ញុំគិតថាក្រុមហ៊ុនធំគាត់មាន budget ដើម្បី spend ឯងគាត់មាន budget ដើម្បី spend every year ទៅលើ campaign ទៅលើ marketing មួយអញ្ចឹង why គាត់មិនប្រើចាយលុយក្នុងស្រុកដើម្បីឲ្យសេដ្ឋកិច្ចដើរហើយមិនមានការងារធ្វើហើយយក local artist យើងហ្នឹងហើយយើងប្រើចឹងហ្មងតែវាមិនល្អទាំងអស់គ្នាជាជាងថាខ្ញុំក្រុមហ៊ុនខ្ញុំរាប់លានដុល្លារខ្ញុំប្រើ AI ដើម្បីធ្វើអីមួយហ្នឹងទៅ and then ឲ្យមនុស្ស12នាក់ធ្វើហ្នឹងអញ្ចឹងគាត់ sell ច្រើនណា big profit ប៉ុន្តែគិតមកវិញគាត់ is already big they should do something better than that បាទហើយយើងអាចឧទាហរណ៍មួយទៀតបានហ្នឹងគឺខ្ញុំឃើញឥឡូវដែរអញ្ចឹងគឺយើងប្រើ AI ដើម្បីធ្វើជាចម្រៀងហើយយើង promote ពីអីមួយឲ្យវាមើលទៅធំដុំណាហើយវាខ្ញុំមើលទៅមានអារម្មណ៍ថាវាអត់គួរធ្វើអញ្ចឹងទេ to be honest ខ្ញុំគិតថាបើយើងចង់ធ្វើ project បែបយើងមានទេសភាពស្អាតយើងមានមនុស្សយើងចង់និយាយពីប្រទេសជាតិយើងអញ្ចឹងណាហើយយើងចង់ធ្វើចម្រៀងយើង generate AI មក and then យើងយកវាទៅជា sample សិនមកបន្ទាប់មកយើងយកវាមក re-record re-vocal ឬមកក៏ mix យើងឲ្យ artist មែនតើច្រៀងទៅបាទតែយើងស្ដាប់ទៅយើងមាន connection ជាមួយនឹងមនុស្សនឹងមនុស្សណាដល់ពេលយើងយក AI មកទាំងដល់ទៅ I understand ថាយើងអត់មានពេលអត់មាន budget ទេយល់ប៉ុន្តែបើយើងដឹងមុនថាយើងអត់មាន budget ទេយើងគួរតែ plan ឲ្យយើងគួរធ្វើរបៀបមិនវិញឬមកក៏យើង plan ahead ពេលហ្នឹងយើងអាចរក funding ឲ្យខាងណាខាងនេះជួយអញ្ចឹងបាទគាត់ថាយើងសបផ្សាយពីប្រទេសជាតិយើងគាត់ថាគ្រប់គ្នាចូលរួមជួយអីឲ្យយើងហាមមកថាអូខេ let's meet up ចង់ធ្វើ project ហ្នឹងមួយទៅការមានចម្រៀងយើងនិយាយពីតំបន់ A B C D E បាទឲ្យ artist មកយើង brief យើង draft យើងចាក់ AI generate ឲ្យគេស្ដាប់ឲ្យគេ recreate គេហៅថាឲ្យ AI assist យើងដើម្បីឲ្យយើងបង្កើត AI មួយគ្រាន់បើជាងហ្នឹងអញ្ចឹងបាទយើងធ្វើបានតែហ្នឹងទៅដល់ពេលចង់ក្រោយមកថាdeadline ឬមកក៏ពេលវេលាតិចអត់លុយជា excuse ដើម្បីយកអាហ្នឹងមកផលិតអញ្ចឹងមានអារម្មណ៍ថាវាអូខេគេធ្វើអញ្ចឹងនៅស្រុកខ្មែរគេធ្វើអញ្ចឹងអូខេអញ្ចឹងអ្នកខ້ອຍធ្វើអញ្ចឹងបាទចាប់ដើមតែទៀត10 20នាក់ធ្វើអញ្ចឹងទៀតវាគុណឡើង30 40 100ឡើងយូរទៅគ្រប់គ្នាគាត់ថាអូខេខ្ញុំធ្វើ project មួយខ្ញុំដាក់ AI មកចម្រៀងមកបើយើងគិតពី personal រៀងខ្លួនខ្ញុំយល់ថាគ្រប់គ្នាគឺមានគេហៅថា life struggle រៀងខ្លួនហើយយើងត្រូវការ earning ត្រូវការ make a living យល់ខ្ញុំយល់ហើយហ្នឹងប៉ុន្តែយើងត្រូវគិតឲ្យវែងឆ្ងាយបន្តិចគាត់ថាព្រោះមនុស្សយើងមិនមែនយើងធ្វើការងារហ្នឹងយើងរស់នៅហ្នឹងតែ10ឆ្នាំ5ឆ្នាំទៅយើងចប់យើងនៅតចំណងច្រើនទៀតពេលវេលាវែងឆ្ងាយតទៀតអញ្ចឹងយើងធ្វើអីមួយយើងគួរតែគិតពីផ្លូវទៅវែងឆ្ងាយនោះបើយើងធ្វើឥឡូវហ្នឹងសកម្មភាពហ្នឹងគឺមានន័យថាយើងធ្វើ AI យើងកាត់ចោលអាផ្លូវថាផ្លូវធំអីយើងមកធ្វើផ្លូវទូចមួយម្នាក់ឯងពី3នាក់ឯងធ្វើបាន make a living អញ្ចឹងយូរទៅវាទូទៅហើយម្នាក់ឯងធ្វើថាថាវាអាត្មានិយមទៅហ្នឹងបាទហ្នឹងទៅវាបាត់បង់ច្រើនបាត់បង់ឱកាសបាត់បង់មនុស្សធនធានបាត់បង់ skill វាសេដ្ឋកិច្ចដែលលំហេងលើកឡើងវាខ្ញុំគិតថាវា is a big loss ហើយថ្ងៃក្រោយទៅគុំសង្ឃឹមថាធ្វើ AI គេឲ្យ budget ស្មើនឹងយើងថោកមែនតើណាបាទថ្ងៃក្រោយទៅបើយើង proof the client យើង proof everyone ថាខ្ញុំធ្វើ AI ហ្នឹងខ្ញុំប្រើតែម្នាក់ឯងខ្ញុំចាយអស់តែ$100ឯងថ្ងៃក្រោយទៅ$100ទៀតទៅ Oh my god that's hurt Oh my god
លំហែងអរគុណបានលើកឧទាហរណ៍មុននេះឡើងអំពីការប្រើប្រាស់ចម្រៀង AI បាទ ខ្ញុំផ្ទាល់ជាអ្នកធ្វើការផលិតបទចម្រៀងដែរ បាទ ខ្ញុំធ្លាប់និពន្ធចម្រៀងហើយធ្វើការនៅក្នុង studio ជាមួយ producer ផ្សេងៗអញ្ចឹងយើងចាយពេលយើងដឹងថាអ្វីទៅដែលជាសិល្បៈ បាទ នៃការធ្វើការជាក្រុមដើម្បីផលិតស្នាដៃមួយ បាទ អញ្ចឹងវាពិតជាប៉ះពាល់ផ្លូវចិត្តខ្ញុំគួរសមដែរនៅពេលដែលខ្ញុំឃើញវីដេអូមួយហ្នឹង បាទ ឬក៏ឧទាហរណ៍មួយហ្នឹង បាទ ដែលបានប្រើ music AI បាទ ដើម្បីយកទៅប្រើផ្សព្វផ្សាយ បាទ ផលិតផលណាមួយឬក៏តំបន់ទេសចរណាមួយ បាទ ដែលបង្ហាញពីមុខមាត់ប្រទេសខ្មែរយើងតើលំហែងមើលឃើញថាតួនាទីរបស់អ្នកពាក់ព័ន្ធទាំងខាងរដ្ឋាភិបាលហើយនឹងបុគ្គលដែលជាប្រជាជនខ្មែរយើងធ្វើការនៅក្នុងវិស័យcreative ទាំងអស់នេះតើគួរតែធ្វើការជាមួយគ្នាបែបណាឬក៏នាំយកពិភាក្សាឲ្យបានកាន់តែផុសផុលបែបមិនដែរ ចំពោះចំណុចហ្នឹងខ្ញុំគិតថាខាងថ្នាក់លើខ្ញុំគិតថាគាត់ប្រហែលជាមានគម្រោងដើម្បីរៀបចំ something មួយដើម្បី control លើអា social media ហ្នឹងជាមួយក៏បច្ចេកវិទ្យាហ្នឹងដែរដែលខ្ញុំអត់ទាន់បានដឹងថាគាត់ធ្វើដល់កម្រិតណាទេប៉ុន្តែខ្ញុំគិតថាបើសិនជាទាំង individual ទាំងយើងហើយជាមួយនឹងខាងរដ្ឋាភិបាលគាត់ចាប់ដៃគ្នាយើងធ្វើឲ្យមួយប្រើបច្ចេកវិទ្យាធ្វើឲ្យមួយខ្ញុំគិតថាវានឹងទៅមុខវានឹងឲ្យខាងរីចម្រើនលឿនរបៀបម៉េចមានន័យថាយើងអាចបង្កើតឥឡូវយើងនិយាយតែផ្នែកយកនិយាយពីចម្រៀងយកនិយាយពីអីផ្សេងនិយាយពីផ្នែក film ឬមួយក៏ digital content ចុះហើយយើងចង់ធ្វើឲ្យមួយឲ្យវាគេហៅថាអស្ចារ្យឬមួយក៏យើងត្រូវចាយលុយដោយស្រុកគេរាប់លាននេះតែយើងអាចធ្វើត្រឹមតែពាក់កណ្ដាលលុយគេមកបានដូចគ្នា example យើងធ្វើកុនបើសិនយើងធ្វើកុនយើងមាន scene មួយហ្នឹងយើងអាចប្រើបានដូចគ្នាប៉ុន្តែយើងប្រើឲ្យវាមានកម្រិតណាយើងធ្វើ scene ហ្នឹងមួយថាយើងសម័យថា scene វាយគ្នាមិនរបៀបម៉េចយើងអូខេយើងអាច generate prompt វាវាយគ្នាដើម្បីយើង learn choreography ពីអាហ្នឹងមកដើម្បីយកមក top មែនតើឲ្យមនុស្សមែនតើធ្វើហ្មងយល់ទេអញ្ចឹងគឺយើង saving យើងប្រើ AI ដូចគ្នាប៉ុន្តែវា assist យើងដើម្បី achieve execute final result ហើយ imagine ថា content ឥឡូវបើសិន content យើងចង់និយាយពីខាងសុខភាពឧទាហរណ៍ថាយើងធ្វើយើងចង់ធ្វើ video showcase ថាក្នុងខ្លួនមនុស្សយើងមាននេះមាននោះមាននោះដើម្បីឲ្យក្មេងៗតាមសាលាមើលរៀនមកយើងអាចប្រើ AI នឹងបានហ្នឹងគឺថាវា play an important role ឯហ្នឹងឯងថាយើងមិនបាច់ចាំមានបច្ចេកវិទ្យាថតមនុស្សដាក់កាមេរ៉ាចូលខ្លួនវានឹងមិនកើតយើងអាចប្រើហ្នឹងដើម្បីឲ្យថាអូខេថ្លើមសួតយើងញ៉ាំអីទៅវាមិនកន្លែងនេះមិនអញ្ចឹង all of that ខ្ញុំគិតថាយើងអាចធ្វើបានហើយខ្ញុំគិតថារដ្ឋាភិបាលមួយនឹង local មួយក៏យើងគ្រប់គ្នាដែលជាអ្នកបង្កើតមេតិកា content ទាំងអស់គ្នាហ្នឹងយើងចាប់ដៃគ្នាយើងបង្កើតជា campaign មួយធ្វើនេះនិយាយពីផ្នែកខាងសុខាភិបាលផ្នែកខាង entertainment ផ្នែកខាង education មានច្រើន field ដែលយើងអាចយក AI មក assist បានអស់គ្នាអញ្ចឹងគឺថាវាល្អបាទអញ្ចឹងអរគុណមែនតើលំហែងដែលបានចំណាយពេលចូលរួមជាមួយពួកយើងនៅក្នុងវីដេអូថ្មីមួយនេះហើយសង្ឃឹមថាបងប្អូនដែលគាត់កំពុងមើលវីដេអូមួយនេះពីដើមដល់ចប់ហ្នឹងគឺទទួលបាននូវចំណេះដឹងថ្មីហើយអាចយកទៅគិតពិចារណាទាក់ទងជាមួយនឹងប្រធានបទដែលយើងជជែកគ្នានៅក្នុងថ្ងៃនេះបាទក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត And remember be kind and stay curious